Bà Tuesday này tỏ nghĩa ngày ní cho nên miền rụp một muối là bày mọc bằng hàn để tôi đừng ca kể này rõ dụ chẳng cứ thay ní dừng nhau rụp một muối để tôi đừng để thẻ ít bà chứ rụp một ní pra sầm rạp thôi cứ pra sầm rạp rõ rồi giờ page nắm rưỡi chấm nón khai rưỡi chấm nón ngày để nơi chấm lọt cả bài chạy nam mùi chẳng mẹ thà start nè startពីណា start ពីថ្ងៃខែដែលយើងធ្វើចាប់ផ្ដើមហ្នឹងហើយកំណត់នៅថ្ងៃណាហើយ unit នេះគឺជាការកំណត់ទៅលើព័ត៌មានដែលយើងចង់បានណាទាក់ទងនឹងថ្ងៃខែឆ្នាំឲ្យបានទាំងអស់បាទអញ្ចឹងនៅក្នុងនេះលំហាត់របស់យើងគឺសិស្សយើងចង់ដឹងអាយុសិស្សយើងពីឆ្នាំដែលគាត់កើតរហូតដល់ឆ្នាំថ្ងៃបច្ចុប្បន្ននេះតើគាត់មានអាយុប៉ុន្មានឆ្នាំហើយបាទឥឡូវយើងចូលអនុវត្តទាំងអស់គ្នាអញ្ចឹងយើងប្រើមុនស្មើអញ្ចឹងដល់ប្រើ that if បើបងចោលមកចុះរូបមន្តនេះយើងវាយឲ្យពេញវាលោតទៅលើរូបមន្តយើងទេយើងវាយឲ្យពេញមកអញ្ចឹងពេលយើងវាយបែបនេះហើយគឺយើងយកកន្លែងថ្ងៃចាប់ដើមនោះគឺថ្ងៃដែលគាត់កើតនឹងបាទថ្ងៃចាប់ដើមអញ្ចឹងថ្ងៃគាត់កើតអញ្ចឹងពេលគាត់ថ្ងៃកើតហើយអញ្ចឹងយើងត្រូវរកថាពីថ្ងៃគាត់កើតដល់ឥឡូវនេះតើគាត់មានអាយុប្រហែលឆ្នាំយើងប្រើរូបមន្តមួយទៀតគឺរូបមន្ត today ប្រមន្ត today នេះប្រមន្ត today អញ្ចឹងប្រមន្ត today គឺយើងបិទវិញបាទថ្ងៃឥឡូវយើងគ្វាកមួយយើងបើកសញ្ញាទិញកដុល2មកអញ្ចឹងយើងប្រើព្រោះអីយើងចង់រកឆ្នាំឯងបាទឆ្នាំគឺមានន័យថា year មានតែអក្សរ y មួយបាទអញ្ចឹងយើងមកឡើយនេះគឺយើងបិទវងកញ្ចក់មួយហើយយើងប្រើមួយទៀតគឺ add នេះមានថានឹងយើងចង់ add ឆ្នាំគេយើងចង់ add ឆ្នាំបញ្ចូលមកឆ្នាំបញ្ចូលមកអញ្ចឹងនឹងដាក់វាយជាអក្សរខ្មែរអញ្ចឹងមកវាយឆ្នាំបាទឆ្នាំដល់ឥឡូវពេលយើងឃើញបែបនេះហើយយើងបិទវងកញ្ចក់បាទបិទវងកញ្ចក់មកអញ្ចឹងដោយសារតែនៅក្នុងនេះយើងបើពីរដងយើងបិទម្ដងមកយើងចុចអូខេនេះវាចេញបែបនេះមានថាបាទណាអូខេអញ្ចឹងមានន័យថានេះចេញហើយលទ្ធផលអញ្ចឹងមានន័យថាសិស្សព្រះសវណ្ណនេះគាត់មានអាយុ7ឆ្នាំអញ្ចឹងយើងទាញវាចូលមកក្រមមកបាទនេះវាបានយើងទាំងអស់អញ្ចឹងដើម្បីចង់ដឹងថារូបមន្តយើងចង់ចោះយើងដាក់សញ្ញាស្មើមកយើងប្រើរូបមន្តformula text បាទនេះក្រុមនេះ formula text មកយើងយកកន្លែងរូបមន្តយើងចង់នោះបិទមកចោលវិញចុចអូខេនេះគឺជារូបមន្តយើងចង់មិញហ្នឹងបាទនេះគឺជាបង្ហាញរូបមន្តយើងចង់ហ្នឹងមិញហ្នឹងបាទនឹងឲ្យសូមអរគុណសូមជម្រាបចាំជួបគ្នានៅវីដេអូក្រោយទៀតបាទ